មនុស្សម្នាកំពុងតែឃ្លានស្លាប់គ្រប់ទិសទីពិតហើយលោកក៏ដញ្ញាយើងមិនអាចលាក់រឿងនេះចំពោះសិទ្ធិថាយូរប៉ុណ្ណាទេយើងអាចធ្វើយ៉ាងម៉េចទៅបបិទ្ធព្រះអង្គព្រះបុត្រាមានប្រជជន16ព្រះភាសាឲ្យព្រះអង្គរៀបអភិសេកទៅព្រះអង្គនឹងមានជីវិតដែលសម្បូរហើយសុខសាន្តនិងមិនចាប់អារម្មណ៍បញ្ហាទាំងនេះបានក្រាបទូលអស់ចាណាស់លោកក៏ដញ្ញាយើងនឹងរៀបចំត្រៀមស្រីដែលស្អាតបំផុតមកនៅក្នុងព្រះរាជវាំងមួយនេះព្រះនាងទី1ព្រះនាងទី2ព្រះនាងយសោធិរាបំពាយាងចូលគ្មានរង្វាន់សម្រាប់ខ្ញុំម្ចាស់ទេព្រះប៉ោះសុំទោសណាយើងមានរង្វាន់តែប៉ុណ្្នឹងឯងឈប់សុំយករបស់នេះទៅអូយស្អាតណាស់ព្រះប៉ោះអរព្រះគុណត្រៀមពិធីរៀបអភិសេកលៀមតុបតែងលម្អផ្លូវអញ្ជើញព្រះរាជាគ្រប់នគរទៅរៀបចំពិធីដ៏ធំបិទផ្លូវដើម្បីរាំរែកគ្រប់គ្នាចូលមានសេចក្តីសុខ29ឆ្នាំក្រោយមកគ្មានអីទេគ្រាន់តែយកសំអាក្រក់ប៉ុណ្ណោះម្ចាស់អូនផ្ទុំទៅណាតើក្តីសុបិនមានន័យយ៉ាងម៉េចទៅពិតជាមានអ្វីមួយយ៉ាងនៅឯកំផែងនោះហើយឆាន់ហើយណាមកទាំងយកអត់ត្រីថ្មនេះអូយថ្វាយបង្គំក្រាបទូលឲ្យទ្រង់យាងមកធ្វើអីទីនេះឆាន់យើងចង់ឲ្យលោកជួយយើងចេញទៅខាងក្រៅក្រសាសួនច្បាប់តើបានទេឆាន់បរិយាទានទៅក្រាបទូលបង្គំធ្វើមិនបានទេហើយដល់វិញពេលនេះទៅវិញនេះចិត្តភ្លឺទៅហើយទុំគុំត្រូវត្រៀមទីហ៊ានផងទេឆាន់វាសំខាន់ខ្លាំងណាស់មិនគួរឲ្យអ្នកណាឃើញទេជួយយើងផងទៅព្រះបុត្រាមិនចាំបាច់សុំអង្វរទូបង្គំអីទេទូបង្គំជាបរិវាររបស់ព្រះអង្គទូបង្គំនឹងត្រៀមរទេះសេះថ្វាយព្រះអង្គឆានឈប់សិននោះជាស្អីទៅមើលមិនដូចយើងសោះសក់របស់គេសស្បែកក៏ជ្រីកជ្រួញនោះគឺមនុស្សចាស់ក្រាបទូលមនុស្សចាស់គឺអ្វីគេធ្លាប់នៅក្មេងដូចតែពួកយើងតែពេលវេលាកន្លងទៅគេក៏ត្រូវចាស់ក្រាបទូលមានន័យថាយើងគ្រប់គ្នានេះត្រូវតែចាស់មែនទេហេតុអីទៅក្រាបទូលយើងត្រូវតែចាស់គ្រប់គ្នាក្រាបទូលឆាន់ឈប់សិនលោកកាត់អីតើកើតអ្វីទៅមានជំងឺមិនតើកុំនិយាយជាមួយក្រាបទូលហេតុអីឆាន់គេកើតអីគឺកំពុងតែឈឺកាត់ឈាមរបស់គឺមានមេរោគព្រោះតែ